ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើសម្លម្ជូរគ្រឿងត្រីកពាត់សម្លមួយមុខនេះងាយស្រួលនៅក្នុងការធ្វើមែនតែនពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាក៏ឆ្ងាញ់ណាស់ដែរបាទដោយសារត្រីនេះមានរសជាតិឆ្ងាញ់ហើយខ្ញុំស្លជាមួយនឹងតកួនបឹងបាទតោះមកមើលពីរបៀបធ្វើទាំងអស់គ្នាបាទហើយថ្ងៃនេះខ្ញុំបុកគ្រឿងខ្លួនឯងបាទអត់បានទិញគ្រឿងបុកមកស្រាប់ទេខ្ញុំមានគល់ស្លឹកគ្រៃបាទទិញមក3គល់ហើយយើងហាន់វាស្ដើងអញ្ចឹងមកដើម្បីយើងយកវាទៅបុកបាទបុកឲ្យវាឆាប់ម៉ត់ពុកម៉ែបងប្អូនបាទហើយយើងមានជាមួយនឹងរំដេងបាទហើយស្លឹកក្រូចសើចជាមួយនឹងខ្ទឹមសហើយក៏មានរមៀតបន្តិចផងដែរបាទហើយសម្រាប់ស្លឹកក្រូចសើចបាទយើងបកយកទៅនុងវាចេញទៅហើយយើងហាន់វាអញ្ចឹងមកណាពុកម៉ែបងប្អូនដើម្បីយើងយកវាទៅបុកទៅវាឆាប់ម៉ត់បាទហើយគ្រឿងទាំងអស់ហ្នឹងបាទដូចគ្នាយើងហាន់ជារៀងល្អិតតូចអញ្ចឹងទៅបាទហើយបន្ទាប់មកគឺយើងយកវាទៅបុកបាទនេះដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនបាទគឺយើងហាន់របៀបហ្នឹងបាទហើយយើងយកគ្រឿងផ្សំទាំងអស់មិញហ្នឹងដែលយើងបានហាន់ហ្នឹងបាទយើងយកវាមកបុកឲ្យម៉ត់ទៅពុកម៉ែបងប្អូនបាទហើយខ្ញុំមានម្ទេស2-3គ្រាប់ដែរបាទស្លឹកក្រូចខ្ញុំបុកជាមួយនឹងគ្រឿងទាំងអស់ហ្នឹងខ្លះខ្ញុំទុកខ្លះបាទដើម្បីយើងយកវាទៅស្លឥឡូវឃើញថាគ្រឿងរបស់យើងរៀងម៉ត់ល្មមហើយបាទអញ្ចឹងខ្ញុំដួសវាទុកមួយឡែកសិនបន្ទាប់មកគឺខ្ញុំមកកាត់ត្រីជាកង់បាទត្រីនេះខ្ញុំធ្វើឲ្យស្អាតបាទលាងដាក់ចូលនៅក្នុងទូកកបាទហើយដល់ពេលទំនេរបាទនឹកឃើញចង់ស្លបាទយើងយកវាមកបាទហើយយើងក្បាលបាទយើងកាត់វាពុះវាជា2ទៅហើយយើងកាត់វាជាកង់ហើយដោយសារត្រីនេះរាងធំល្មមដែរអញ្ចឹងខ្ញុំស្លតាមអាចារ្យទេបាទអញ្ចឹងនៅសល់មួយកណាត់ទៀតបាទគឺខ្ញុំប្រឡាក់វាបាទប្រឡាក់វាចៀនបាទសម្រាប់ត្រីប្រភេទនេះបាទរសជាតិរបស់វាឆ្ងាញ់ដែរពុកម៉ែបងប្អូនបាទយើងអាចយកវាមកធ្វើអីក៏បានដែរបាទយកវាមកស្លអញ្ចឹងក៏បានយកវាមកប្រឡាក់ក៏បានដែរបាទដោយសាររសជាតិរបស់វាឆ្ងាញ់មួយបែបអញ្ចឹងណាហើយវាមិនសូវជាមានខ្លាញ់ដូចជាប្រភេទត្រីពោត្រីប្រាយទេពុកម៉ែបងប្អូនបាទហើយត្រីនេះជាត្រីធម្មជាតិទៀតបាទអញ្ចឹងគេថារសជាតិរបស់វាឆ្ងាញ់ណាជាពិសេសគឺថាពេលដែលយើងប្រឡាក់វាបាទយើងប្រឡាក់វាឡំទៅហើយយើងយកវាមកចៀនបាទហូបជាមួយនឹងសម្លមួយមុខហើយជាមួយនឹងត្រីចៀននឹងមួយទៀតបាទគេថាអែមណាពុកម៉ែបងប្អូនបាទហើយសម្រាប់តកួនថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងតកួនឆ្លក់ទឹកបាទតកួនបឹងយើងហ្នឹងបាទហើយខ្ញុំស្លថ្ងៃនេះងាយទេពុកម៉ែបងប្អូនបាទគ្មានប្រើខ្ទិះដូងគ្មានប្រើអីទេបាទគឺយើងស្លធម្មតាទេបាទម្ជូរគ្រឿងយើងអត់មានត្រូវប្រើខ្ទិះដូងខ្ទិះអីទេបាទហើយខ្ញុំចាក់ប្រេងឆាចូលហើយខ្ញុំចាក់គ្រឿងបុកដែលយើងបានបុកមិញហ្នឹងបាទយើងរំលីងវាឲ្យឈ្ងុយទៅបន្ទាប់មកយើងដាក់ជាមួយនឹងប្រហុកសាច់បាទប្រើប្រហុកសាច់បន្តិចណាពុកម៉ែបងប្អូនបាទសម្រាប់ម្ជូរគ្រឿងបាទយើងអត់អាចរៀងចាស់ប្រហុកបានទេបាទបន្ទាប់ពីយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យឡើងឈ្ងុយហើយយើងចាក់ត្រីបាទត្រីដែលយើងបានហាន់បានកាត់ជាកង់មិញហ្នឹងបាទយើងចាក់វាចូលទៅហើយយើងគ្របវាបន្តិចទៅពុកម៉ែបងប្អូនដើម្បីផ្ងំវាបាទដើម្បីឲ្យត្រីហ្នឹងឲ្យវាចូលសព្វជាមួយនឹងគ្រឿងបាទហើយវារៀងឃើញថាវារៀងឆ្អិនល្មមទៅបាទគឺយើងចាក់ជាមួយនឹងទឹកជាបាទចាក់ទឹកជាចូលទៅហើយគ្របវាបន្តិចទៀតទៅណាពុកម៉ែបងប្អូនបាទអញ្ចឹងឃើញថាសឡវាចិត្តឆ្អិនហើយបាទអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងទេសចូលបាទមានម្សៅស៊ុបខ្នុរបាទខ្ញុំប្រើ1ស្លាបព្រាបាយទៅហើយប៊ីចេងបន្តិចបាទហើយស្ករសបាទខ្ញុំប្រើ1ស្លាបព្រាបាយដែរហើយជាមួយនឹងទឹកត្រីបាទទឹកត្រីកន្លះវែកសម្លយើងហ្នឹងបាទហើយខ្ញុំប្រើម្ជូរ7បាទខ្ញុំជ្រុំ7បាទ7ទុំរបស់យើងហ្នឹងហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងតកួនដែលយើងបានហាន់មិញហ្នឹងបាទឃើញថារួចរាល់ហើយសម្លនេះបាទងាយទេពុកម៉ែបងប្អូនបាទតែរសជាតិរបស់វាគឺថាឆ្ងាញ់ណាពុកម៉ែបងប្អូនបាទជាពិសេសគឺថាហូបនៅពេលក្តៅបាទស្លហើយដួសដាក់ចានក្តៅហុយអញ្ចឹងគឺថាត្រូវណាពុកម៉ែបងប្អូនហើយបាទរសជាតិរបស់វាហើយសម្រាប់បន្លែបាទបើពុកម៉ែបងប្អូនបាទចូលចិត្តឲ្យវារៀងទន់បន្តិចបាទរងាស់វាដូចខ្ញុំអញ្ចឹងមកហើយបើសិនជាពុកម៉ែបងប្អូនអត់ចូលចិត្តបន្លែរៀងឆ្អិនទេបាទគ្រាន់តែដាក់ចូលហើយបាទកូរវាមកត្រឡប់ទៅហើយចាប់ដើមដួសដាក់ចានទៅបាទរួចរាល់ហើយឥឡូវសម្លខ្ញុំបាទឃើញថាឆ្អិនរួចរាល់ហើយបាទហើយខ្ញុំបន្ថែមជាមួយនឹងម្ទេសហើយយើងហ្នឹងបាទ1គ្រាប់2គ្រាប់ទៀតទៅបាទឃើញថាទំនងណាពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវមុខម្ហូបគឺរួចរាល់ហើយដួសដាក់ចានបាទមុខម្ហូបថ្ងៃនេះបាទគឺងាយទេពុកម៉ែបងប្អូនបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនបាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកបន្តផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ